សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូមួយទៀតនៅក្នុងវីដេអូនេះដែរគឺខ្ញុំចង់មកបកស្រាយអំពីប្រភេទនៃกระดาษ print នៅក្នុងប្រព័ន្ធគ្រប់គ្រងហាងឃ្មុំ PI បាទអញ្ចឹងទេនៅក្នុងប្រព័ន្ធគ្រប់គ្រងហាងឃ្មុំ PI យើងមានកระดาษមួយចំនួនប្រភេទដែរដែលបងអាចការប្របានអញ្ចឹងយើងចាប់ដើមពីกระดาษពីកែបាត់មុនបាទអញ្ចឹងក្នុងกระดาษពីកែបាត់គឺយើងមានពីរប្រភេទប្រភេទទី1គឺប្រភេទกระดาษ80មីលីម៉ែត្របាទกระดาษ80មីលីម៉ែត្រនឹងដែរគឺជាប្រភេទกระดาษកាបូនពីកែបាត់ធម្មតាដែលបងអាច print នៅលើម៉ាស៊ីនយើងទាំងពីរប្រភេទបានបាទទាំងម៉ាស៊ីន Wi-Fi ទាំងម៉ាស៊ីន Bluetooth យើង print បានដូចគ្នាដែរហើយទំហំវាគឺធំបាទប៉ុន្តែប្រហែលជា3ម្រាមដៃជិត4ម្រាមដៃបាទហើយអក្សរវាធំស្រួលមើលច្បាស់ហើយក្នុងការ print នឹងដែរគឺបើសិនជាបងចង់ print តែឈ្មោះតារាងផលិតផលចេញមកក្រៅជាមួយនឹងกระดาษនឹងក៏បានបងចង់ print ជាមួយនឹងឈ្មោះអតិថិជនមកមួយគ្នាអីក៏បានបាទហើយបើសិនជាវិក័យប័ណ្ណនឹងអត់ទាន់បងលុយទេបាទវិក័យប័ណ្ណអត់ទាន់បងលុយក៏បងអាចការ print ជាមួយនឹង QR ធនាគារបងសម្រាប់ឲ្យអតិថិជន scan pay លើនឹងបានដូចគ្នាដែរបាទអញ្ចឹងវាជួយយើងបានច្រើនចំពោះกระดาษនឹងតែគាត់តម្លៃរបស់វារៀងថ្លៃតិចជាងกระดาษ58មីលីម៉ែត្របាទតែបើសិនជាបងសម្រាប់អាជីវកម្មខ្នាតធម្មតាទេអត់សូវបារម្ភរឿងกระดาษទំហំទេបាទបងអាចទៅការងារមកប្រើกระดาษទំហំ58មីលីម៉ែត្រនឹងបានទំហំវាប្រហែលជា3ម្រាមដៃដែរបាទទូចទេប៉ុន្តែគាត់ថាវាអក្សរវារៀងល្អិតតិចបាទអក្សររៀងល្អិតតិចហើយរបៀបនៃការ print គឺដូចគ្នាបាទ print បានដូចគ្នាយើងអាច print ទាំងឈ្មោះតំណែងផលិតផលឬក៏ដាក់ឈ្មោះអតិថិជនលើกระดาษនឹងមួយគ្នាហើយបើសិនជាបងធ្វើការ print ជាមួយនឹងQR payment ដែលមានដូច QR លើហ្នឹងក៏អាច print បានដូចគ្នានៅក្នុងกระดาษ58ហ្នឹងណាបាទអញ្ចឹងគឺអាចធ្វើការ print បាននៅឃ្មុំ technology បានដូចគ្នាដែរបាទបន្ទាប់មកទៀតគឺខ្ញុំចង់បង្ហាញប្រភេទกระดาษ barcode បាទចំពោះกระดาษ barcode គឺយើងគឺប្រើប្រាស់ជាមួយនឹង sticker បាទគឺយើងប្រើប្រាស់ជាមួយនឹង sticker ដែល sticker នឹងដែរគឺទំហំរបស់វាគឺមានទំហំ58គុណជាមួយនឹង25មីលីម៉ែត្របាទនេះចឹងនៅក្នុងกระดาษ barcode sticker របស់ខាងឃ្មុំនឹងដែរគឺបងអាចធ្វើការ print ជាលក្ខណៈbarcode ក៏បានជាលក្ខណៈ QR code ក៏បានដែរយើងពីពីនៅខណៈ QR code ខណៈ barcode បាទអញ្ចឹងយើងមានទាំងឈ្មោះតម្លៃផលិតផលឈ្មោះផលិតផលមានទាំងលេខ code មាន color មាន size គឺមាននៅក្នុងទាំងអស់អញ្ចឹងនៅពេលដែលបងធ្វើការលក់ផលិតផលគឺបងអាចធ្វើការ scan លើលេខ code ចេញបានតាមកាមេរ៉ាទូរស័ព្ទរបស់បងហ្នឹងពឹបគឺយើងអាចធ្វើការគិតលុយបានភ្លាមដូចក្នុងផ្សារទំនើបអញ្ចឹងមុខងារនេះគឺងាយស្រួលបាទគឺជួយបងសម្រាប់បងធ្វើការ scan លក់លឿនបាទតែចំពោះបងដែលមានអាជីវកម្មបែបកាហ្វេបាទខ្ញុំមានកាហ្វេគឺបងអាចធ្វើការប្រើกระดาษដូចគ្នាហ្នឹងសម្រាប់ធ្វើការ print ឈ្មោះកាហ្វេកម្រិតទឹកកកស្ករអីផ្សេងបានដើម្បីធ្វើការបិទលើកែវកាហ្វេរបស់បងបានអាជីវកម្មកាហ្វេយើងប្រើกระดาษដូចគ្នាទេគឺกระดาษ58និង25មីលីម៉ែត្រហ្នឹងបាទក្រៅពីនេះដែរគឺខ្ញុំចង់បង្ហាញបងអំពីមុខងារមួយទៀតដែរគឺទាក់ទងជាមួយនឹងការ print កន្ទុយស្លឹកឲ្យអ្នកចម្អិនអាហារបាទចំពោះអាហារកាហ្វេអីផ្សេងគឺបងអាចធ្វើការ print กระดาษកន្ទុយស្លឹកបានដែរចំពោះกระดาษពីរប្រភេទទាំង80មីលីម៉ែត្រទាំង58មីលីម៉ែត្រគឺ print បានដូចគ្នាដែរបាទអញ្ចឹងគឺងាយស្រួលទេបាទទាក់ទងជាមួយនឹងការ print កន្ទុយស្លឹកហ្នឹងវាមានឈ្មោះផលិតផលអញ្ចឹងទៅអាហារឬកាហ្វេជាអីអញ្ចឹងទៅរត់យើងធ្វើហើយយើងអាចយកទៅឲ្យអ្នកផលិតបានធ្វើបានងាយស្រួលក្រៅពីនឹងដែរខ្ញុំចង់បង្ហាញបងគឺទាក់ទងជាមួយនឹងกระดาษដាក់បញ្ជូនបាទចំពោះជាមួយនឹងกระดาษដាក់បញ្ជូនគឺខាងឃ្មុំមានជាពីរຂະຫນាតបាទຂະຫນាតធំនិងຂະຫນាតតូចអញ្ចឹងខ្ញុំបង្ហាញបងຂະຫນាតធំទៅមុនចំពោះຂະຫນាតធំនឹងដែរគឺយើងមានຂະຫນាត80មីលីម៉ែត្រយើង print ជាមួយនឹងម៉ាស៊ីនបានទាំងពីរប្រភេទ80មីលីម៉ែត្រហ្នឹងទាំង Bluetooth ទាំង Wi-Fi ដូចគ្នាដែរអញ្ចឹងខ្ញុំក្នុងกระดาษនេះกระดาษ82ហ្នឹងគឺយើងមាន option បាទមានជម្រើសយើង print ចង់ print QR APA នៅលើនឹងមួយគ្នាក៏បានសម្រាប់ payment ឬមួយក៏យើងធ្វើការ print តែវិក័យកระดาษ sticker ដាក់បញ្ជូនហ្នឹងដែលអត់មាន payment method លើនឹងទេបាទអញ្ចឹងឧទាហរណ៍កระดาษមួយនេះគឺវាចេញពីតែ page ហើយនេះกระดาษមួយនេះpage ហ្នឹងគឺថាអតិថិជនគាត់ទូទាត់ហើយអញ្ចឹងយើងអាចធ្វើការចេញចេះបានតែក្នុងហ្នឹងគឺមាន logo ហាងឈ្មោះហាងអាស័យដ្ឋានអញ្ចឹងទៅនឹងលេខអ្នកផ្ញើលេខអ្នកទទួលទីតាំងអញ្ចឹងទៅប្រភេទដាក់បញ្ជូនហើយមានក្នុងនោះមានប្រហែលអីវ៉ាន់ក្នុងកញ្ចប់ហ្នឹងអញ្ចឹងណាយើងអាចមើលនឹងបានដូចគ្នាដែរពីຂະຫນាតនេះបាទហើយតែបើសិនជាចំពោះបងថាអត់ចង់ print លើกระดาษធំអញ្ចឹងទេដាក់ជូនទេអានេះវា sticker បបិទណាបាទទាំងអស់នេះគឺ sticker បបិទ
យើងអាចធ្វើការបកបិទបានតែបើសិនជាយើងអត់ចង់ print លើกระดาษធំទេខ្លាចអស់លុយច្រើនគឺយើងអាចធ្វើការ print ជាមួយនឹងกระดาษតូចនេះបានបាទกระดาษតូចនេះដែរក៏យើងមានលក់ដូចគ្នាដែរហើយវាមានជាកាត់ឲ្យយើងស្រាប់ៗមកវាមានពីខាងរោងចក្រមកគឺគេកាត់មកផ្លោះតូចយើងស្រាប់អានេះគឺ head poll គឺយើងស្តៀងគ្នាដែរគាត់ថាវាខុសគ្នាត្រង់ថាវាអត់មានឈ្មោះហាងអត់មាន logo ហាងអាស័យដ្ឋានរបស់ហាងទេតែវាមានទិន្នន័យគ្រប់គ្រាន់សម្រាប់ឲ្យអ្នកដាក់ជូនអាចយកទៅឲ្យអតិថិជនបានគឺមានទីមួយគឺមានលេខអ្នកផ្ញើមានលេខអ្នកទទួលអញ្ចឹងទៅមានឈ្មោះអ្នកទទួលមានលេខអាស័យដ្ឋានអ្នកទទួលហើយយើងមានកន្លែងដាក់ comment ដាក់មតិយោបល់អញ្ចឹងទៅមាន page មិនទាន់ page ហើយយើងមាន barcode សម្រាប់ scan មើលទៀតថាតើតំណែងហ្នឹងគឺនេះគេកញ្ចប់ហ្នឹងយើងអាច scan មើលតាម barcode បានបាទហើយបើសិនជាកញ្ចប់តំណែងហ្នឹងអត់ទាន់បង់ប្រាក់ទេក៏យើងអាចធ្វើការដាក់ QR payment លើនឹងបានដូចគ្នាដែរបាទអញ្ចឹងគឺងាយស្រួលជាមួយនឹងកណ្ដាស់តូចហ្នឹងអានេះគឺអាចជួយសំចៃបងបានច្រើនបាទគាត់អតិថិជនដែលគាត់ទៅ start business ថ្មីដែរគាត់អត់ចង់ចាយលុយច្រើនអានេះគឺត្រូវហើយអ្នកលក់ online គេផ្សេងបើដាក់ទូចក៏បានដែរតែបើថាបងចង់បង្ហាញ branding របស់បងឲ្យគេឃើញដាក់ logo ហាងឈ្មោះហាងស័យដ្ឋានលេខទូរស័ព្ទអីគឺអានេះបងនេះហើយត្រូវហើយបាទអញ្ចឹងទេទាក់ទងជាមួយនឹងกระดาษគឺខ្ញុំបង្ហាញបងប៉ុណ្ណឹងអញ្ចឹងខ្ញុំនឹងបង្ហាញបងបន្ទាប់ទៀតគឺទាក់ទងជាមួយនឹងម៉ាស៊ីន print ម្ដងបាទ